តោះទាំងអស់គ្នាបន្ទាប់ពីបាត់ខ្ញុំមករយៈធំនេះខ្ញុំត្រឡប់មកវិញហើយដោយសារតែមករយៈមុននឹងភេកខ្ញុំឈ្មោះនាងដែលពាក់អាវពោហមនឹងវាស្បៃហើយចឹងហើយតោះអ្នកគ្នាកុំភ្លេចចុច follow page ថ្មីខ្ញុំម្នាក់មួយផងហើយថ្ងៃនេះខ្ញុំនាំអ្នកគ្នាទៅមើលស្ទឹងចិត្តផ្ទះខ្ញុំទេនៅស្ទឹងខាងឆ្នាំមាសឃុំសបួរយើងនឹងហើយមិនហើយអ្នកគ្នាស្ទឹងខាងនឹងខោអត់បើខាងខ្ញុំហ្នឹងគឺខោហើយដោយសារតែមករដូវកាលនេះអ៊ំពូបងគាត់បូមដាក់ស្រែដាក់អីណាអញ្ចឹងហើយគឺខោហើយណាមួយអាកាសធាតុវាប្រែប្រួលមកវាក្តៅខ្លាំងណាយូរចំក្តៅមែនទេម្ដងខាងខ្ញុំនេះអត់ទាន់បានភ្លៀងណាមីទេវាលក្ខណៈតែភ្លៀងដែរវាមិនភ្លៀងមួយមីធំឲ្យវាជោគណាវាភ្លៀងបែបតិចទេណាហើយថាពីស្ទឹងបងខោលលីងរោតែក្រុមរោតែអីអត់មានតែសម្បកលះចាញ់ស្ទឹងនៅខាងយាយខ្ញុំនឹងខាងចែងកសបួរតែនៅនេះអត់មានទេខ្ញុំចុះរោមើលអស់មានតែសម្បកខ្យងសម្បកលះហើយបើតាស្ទឹងខាងអ្នកអស់គ្នាខាកុំភ្លេចខមមិនប្រាប់ខ្ញុំនៅខាងក្រោមបងអរគុណច្រើនសម្រាប់ការតាមដានវីដេអូខ្លីៗរបស់ខ្ញុំហើយជាមួយខ្ញុំចេញសកម្មភាពបន្តទៀតណាបាយបងប្អូនគ្នាដីប្រេះលីងស្ទឹងនេះខាស់ដូចអត់មានក្រុមមានអីចាញ់នៅស្ទឹងចែងកមានតែបកលះសបកអីបកក្រុមមានសបកលះចិត្តតិច